ទីណាមានតុងទីនោះមាននគរបាលជាតិកម្លាំងនគរបាលស្រុកសំឡូនចុះជួយពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិដល់ខ្នងផ្ទះខេត្តបាត់ដំបងស្រុកសំឡូនដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អាយុដំនាយឧត្តមសេនីយ៍ សុត ថេនអគ្គស្នងការនគរបាលជាតិនិងតាមការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ តូ ដាញ់អេង ប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំងនគរបាលស្រុកសំឡូនបានបង្ហាញវត្តមានយ៉ាងទាន់សភាពការដើម្បីជួយសង្គ្រោះពលរដ្ឋកាលពីថ្ងៃទី23ខែមេសាឆ្នាំ2026លោកវរសេនីយ៍ តូ ម៉ាន់រីមអធិការនគរបាលស្រុកសំឡូនបានដឹកនាំកម្លាំងនគរបាលក្រមអវ៉ាន់សហការជាមួយនឹងកម្លាំងប្រជាការពារចុះរៀបចំនិងជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារឥទ្ធិពលខ្យល់កន្ត្រាក់សកម្មភាពជួយសង្គ្រោះរួមមានការជួសជុលផ្ទះកម្លាំងចម្រុះបានជួយរៀបចំដំបូលផ្ទះជូនគ្រួសាររងគ្រោះចំនួន2គ្រួសាររួមមានលោកសៀងសុខាអាយុ46ឆ្នាំលោកសៀងរិនអាយុ68ឆ្នាំស្ថិតនៅក្នុងភូមិសុកសានឃុំសំឡូនស្រុកសំឡូនការឧបត្ថម្ភសម្ភារៈក្នុងសកម្មភាពនោះកម្លាំងជំនាញបានប្រើប្រាស់ស័ង្កសីចំនួន27សន្លឹងដើម្បីធ្វើការប្រក់ដំបូលផ្ទះឡើងវិញអំណោយស្បៀងអាហារក្រៅពីការជួសជុលលោកអធិការក៏បានពំនាំនៅស្បៀងអាហារនិងសម្ភារៈប្រើប្រាស់មួយចំនួនដែលជាសទ្ធាជ្រះថ្លារបស់កងកម្លាំងនគរបាលប្រជាការពារមេភូមិនិងព្រះសង្ឃវត្តស្រែអណ្ដូងដើម្បីជួយសម្រាលបន្ទុកការលំបាកចំពោះមុខជូនដល់គ្រួសាររងគ្រោះទាំងពីរផងដែរសកម្មភាពនេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពយ៉ាងរឹងមាំរវាងកងកម្លាំងប្រដាប់អាវុធអាជ្ញាធរដែនដីនិងព្រះសង្ឃក្នុងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសក្នុងកលៈទេសៈដែលជួបគ្រោះធម្មជាតិជាយថាហេតុបែបនេះអត្ថបទដោយលោកមុតចត្រាប្រមាញ់ជីដែន